ជាន់ទី2នៃប្រាសាទពន្ធរាយឆព័ន្ធរាំងសីដែលមានទំហំ480ម៉ែត្រនិងមានកម្ពស់5ម៉ែត្រដែលចង់បញ្ជាក់ថាដល់ពេលវេលាដែលយើងត្រូវរួបរួមថែរក្សារាល់ប្រាសាទនានាដែលនៅទឹកដីមហានគរអរដ្ឋនីនិមន្តយាងលោកមកគង់ប្រថាប់នៅទីសាលជាន់ទី2ដែលចង់បញ្ជាក់ថាបុព្វបុរសយើងព្រះអង្គបានពលីនឹងបូជាជីវិតថែរក្សានិងកសាងប្រាសាទនានាទាំងអស់ល្មមដល់ពេលវេលាដែលយើងត្រូវរួបរួមគ្នាថែរក្សានិងអភិរក្សត្រូវយករូបសំណាកដែលលោកបានសាងទាំងអំបាលបានអរដ្ឋនីនិមន្តយាងគង់ប្រថាប់នៅជាន់ទី2ដោយមានចម្លាក់រូបប្រាសាទនានាដូចជាប្រាសាទអង្គរប្រាសាទព្រះវិហារប្រាសាទសម្បូរព្រៃគុកប្រាសាទកោះកែវប្រាសាទចៅសាយប្រាសាទតាក្របីនិងប្រាសាទនានាទៀតដែលយើងមិនអាចរៀបរាប់បានអស់ដល់ពេលវេលាដែលអរដ្ឋនីនិមន្តយាងលោកហើយចម្លាក់រូបសំណាកប្រាសាទនៅព័ទ្ធជុំវិញតួនៃជាន់ទី2នៅសាលខាងក្នុងនោះដែរក៏យើងធ្វើជាសារមន្ទីរមួយដើម្បីដង្កល់នៅរូបសំណាករាល់ប្រាសាទនីមួយហើយក៏រៀបរាប់និងកត់ត្រាអំពីក្បួនខ្នាតប្រវែងកសាងឡើងដោយសម្ដេចអង្គណាបញ្ចប់ទៅវិញដោយសម្ដេចអង្គណានិងកសាងឡើងបែបផែនរចនាបថអ្វីខ្លះនិងឧទ្ទិសបួងសួងដល់អ្វីខ្លះត្រូវរាប់អរដ្ឋនីនិមន្តយាងមកក្នុងសាលជាន់ទី2នេះដែលឧទាហរណ៍ប្រាសាទអង្គរយើងចូលទៅក្នុងសាលជាន់ទី2មានទំហំ8ម៉ែត្រ4ជ្រុងហើយនៅចំកណ្ដាលនៃប្រាសាទនោះ8ម៉ែត្រនោះក៏យើងដាក់រូបសំណាកប្រាសាទអង្គរវត្តនៅចំកណ្ដាលហើយត្រូវកត់ចំណាំនៃក្បួនខ្នាតប្រវែងទទឹងបណ្ដោយដាក់ដង្កល់នៅទីស្ថាននោះហើយត្រូវរៀបរាប់ពណ៌នាកសាងឡើងដោយសម្ដេចអង្គណាបញ្ចប់ទៅវិញដោយសម្ដេចអង្គណាធ្វើឧទ្ទិសបួងសួងទៅដល់អ្វីនិងមានក្បូរក្បាច់រចនាបែបបទយ៉ាងម៉េចខ្លះគឺដង្កល់នៅទីស្ថានជាន់ទី2នេះដែលសចង់បញ្ជាក់ថាប្រាសាទយើងនានានៅលើមហានគរយើងនេះអនាគតនឹងមានការបែកបាក់ទ្រុឌទ្រោមបន្តទៅមុខទៀតយើងត្រូវមានទីស្ថានមួយដង្កល់និងថែរក្សាក្បួនខ្នាតរបស់បុព្វបុរសយើងនៅក្នុងសម័យអតីតកាលនិងថែរក្សានៅបច្ចុប្បន្នកាលហើយក៏បន្តទុកឲ្យកូនខ្មែរនិងចៅជំនាន់ក្រោយទៀតតែមានទំហំ250ម៉ែត្រជារង្វង់ហើយនៅចំកណ្ដាលក៏មានតាំងរូបសំណាកលោកតារាជដែលតំណាងឲ្យប្រាសាទនានានៅទូទាំងមហានគរដូចជារូបសំណាកព្រះអង្គកំពុងតែឈរគង់ប្រថាប់ដែលមានរូបរាងកាយម៉ឺងម៉ាត់មុខមាំឈរនៅលើប្រាសាទអង្គរវត្តដូចនេះដែរហើយដង្កល់រូបលោកនៅចំកណ្ដាលនៃទីសាលជាន់ទី1ហើយយើងត្រូវរៀបចំពិធីនៅពេលវេលាណាមួយដែលល្អដែលយើងគិតថាដល់ពេលវេលាដែលយើងគោរពបូជា
ប្រាសាទនានាដែលព្រះអង្គបានពលីនិងបូជាជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិដើម្បីថែរក្សាប្រាសាទរបស់យើងនិងធ្វើពិធីបំពេញកិច្ចបួងសួងទៅដល់សក្កទេវរាជនៃស្ដេចទេវតាដែលថែរក្សានៅជ្រោះជ្រងជ្រលងដងអូឲ្យរួបរួមថែរក្សាមរតកវប្បធម៌របស់ដូនតាឲ្យបានគង់វង្សយូរអង្វែងបន្តឲ្យកូនខ្មែរជំនាន់ក្រោយបានថែរក្សានិងដឹងឮអភិរក្សទាំងអស់គ្នាមានតែយើងជាកូនខ្មែរនោះទេដែលស្រឡាញ់ចង់ថែរក្សាចង់ការពារដើម្បីបន្សល់ទុកឲ្យកូនជំនាន់ក្រោយ